Hello everyone សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសិក្សាភាសាអង់គ្លេសសាជាថ្មីម្ដងទៀតហើយនៅក្នុងថ្ងៃនេះគឺ teacher នឹងនាំអ្នកទាំងអស់គ្នាមកសិក្សាទៅលើ deep song ចំនួន4បន្ថែមទៀតដែលហៅថាការសិក្សាទៅលើស្រៈផ្សំនៅក្នុងភាសាអង់គ្លេសហើយនៅក្នុងភាសាអង់គ្លេសយើងបានស្គាល់ហើយស្រៈគោលរបស់វាទាំងអស់គឺមានចំនួន5គឺមាន A E I O U ទាំង5នោះគឺជាស្រៈគោលនៅក្នុងភាសាអង់គ្លេសដែលមានជាមួយនឹងតួអក្សរទាំង26តួនៅក្នុងភាសាអង់គ្លេសនឹងឯងហើយទាំង4នេះគឺគេហៅថាស្រៈផ្សំហ្នឹងហើយនៅលេខ5នៅចំណុចទី5 deep song ទី5នោះគឺ A R E A R E គឺស្មើនឹង air ស្មើនឹង air បានថាជាស្រៈ air ណានៅក្នុងភាសាអង់គ្លេសហ្នឹងអញ្ចឹងយើងមើលទៅលើឧទាហរណ៍ពាក្យថា care ពាក្យថា care អញ្ចឹង care យើងប្រើថាខ្វាយខ្វល់យើងប្រើថាយកចិត្តទុកដាក់អញ្ចឹងទៅហ្នឹងហើយអញ្ចឹងយើងស្គាល់អក្សរ C គឺស្មើនឹងអក្សរ K សំឡេង K អញ្ចឹង plus ជាមួយនឹង air plus ជាមួយនឹង air air care ឬក៏ជា clear មួយដែលយើងនិយាយថា take care of something អញ្ចឹងទៅយកចិត្តទុកដាក់ទៅលើអ្វីមួយហ្នឹងហើយឥឡូវយើងចូលទៅមើលលេខ6 number 6 AL AL នេះស្មើនឹង all ស្មើនឹង all អូខេស្មើនឹង all គឺមើលឧទាហរណ៍ពាក្យថា also ខាងដើមគឺ AL យើងអានថា all អក្សរ S យើងស្គាល់ហើយស្មើនឹងអក្សរ S សំឡេងស័ក O ស្មើនឹងស្រៈ all ឬក៏ស្រៈ O យើងអានថា also ប្រើថាផងដែរអូខេឥឡូវយើងមើលទៅលើ number 7 A double L A double L គឺស្មើ all ដូចគ្នាហ្នឹងហើយឥឡូវមើលឧទាហរណ៍ពាក្យថា call call all call ប្រើថាហៅដូចយើងហៅទូរស័ព្ទទៅកាន់មិត្តភ័ក្តិហៅទូរស័ព្ទទៅកាន់អ្នកណាម្នាក់អញ្ចឹងទៅយើងប្រើពាក្យថា call ប្រើថាហៅឬក៏ពាក្យមួយទៀតដូចចឹងទៅឧទាហរណ៍ពាក្យមួយទៀតពាក្យថា call ពាក្យថា call ដូចចឹងទៅcall ចឹងទៅអូខេឥឡូវយើងមើលទៅលើលេខ8 number 8គឺ AW គឺស្មើនឹង ស្មើនឹងស្រៈ ចឹងទៅហ្នឹងហើយយើងមើលទៅលើឧទាហរណ៍វិញគឺពាក្យថាសពាក្យថាសពាក្យសនេះបើយើងប្រើវាជានាមពាក្យវាជានាមគឺយើងប្រើថារណាតែបើថាយើងប្រើវាជាកិរិយាសព្ទពាក្យវាជាកិរិយាសព្ទគឺវាជា past RC វាជាអតីតកាលរបស់ពាក្យថា C អញ្ចឹងបើវាជាកិរិយាសព្ទវាជា past របស់ C មកថា C សទៅជា sin C ស sin អញ្ចឹងទៅវាជា past របស់ C បើសិនជាកិរិយាសព្ទប្រើថាឃើញបានឃើញអញ្ចឹងទៅហ្នឹងហើយអញ្ចឹងក្នុងវីដេអូនេះគឺយើងសិក្សាតែ4 deep song 4ស្រៈនៅក្នុងភាសាអង់គ្លេសហើយយើងនឹងសិក្សាទីបន្តនៅក្នុងវីដេអូក្រោយៗបន្តទៀត